ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំមកប្រាប់ពីវិធីធ្វើបង្អែមខ្មែរយើងមួយមុខគឺប្រភេទនំចាក់ច័ន្ទណាបងប្អូនដោយថ្ងៃនេះនាងខ្ញុំមានការច្នៃម៉ូដជារូបអីចឹងទៅហើយក្នុងថ្ងៃនេះផងដែរនាងខ្ញុំនឹងធ្វើនំចាក់ច័ន្ទរសជាតិល្ពៅចាហើយមានពីរប្រភេទដូចគ្នាមានពីរស្រទាប់សហើយនៅស្រទាប់ពណ៌លឿងអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅទស្សនាទាំងអស់គ្នាថាការធ្វើនំចាក់ច័ន្ទរបស់នាងខ្ញុំហ្នឹងដាក់គ្រឿងផ្សំអ្វីខ្លះនិងវិធីធ្វើបែបណាចាដោយដំបូងនេះវិធីធ្វើរបស់យើងហ្នឹងគឺយើងត្រូវតែមានល្ពៅដោយនាងខ្ញុំបានកាត់ជាកង់យកទៅចំហុយមួយអន្លើសិននេះបងប្អូនចាបន្ទាប់មកយើងយកមកជ្រុំឲ្យវាបែកចឹងផងដែរបន្ទាប់ពីយើងជ្រុំរួចរាល់ហើយយើងអត់សន្មត់ថាវាម៉ត់ល្អទេអញ្ចឹងយើងត្រូវយកល្ពៅហ្នឹងទៅកិនជាមួយនឹងខ្ទិះដូងអីបន្តិចចឹងទៅដើម្បីឲ្យវាកាន់តែម៉ត់ល្អតែម្ដងនេះម៉ត់ឲ្យបងប្អូននាងខ្ញុំបានយកទៅកិនណាបងប្អូនចាមុននឹងយើងកិនហ្នឹងយើងលាយទឹកជាមួយទឹកខ្ទិះដូងបន្តិចផងដែរហើយឥឡូវនេះដល់វគ្គដែលយើងត្រូវលាយម្សៅម្តង់ទៀតហើយដោយនាងខ្ញុំប្រើជាមួយនឹងម្សៅអង្ករខ្សាយចំនួន90ក្រាមហើយនឹងម្សៅឆាចំនួន40ក្រាមបងប្អូនចាបើសិនជាបងប្អូនចូលចិត្តនំចាក់ច័ន្ទដែលរាងស្វិតយើងអាចបន្ថែមម្សៅឆាច្រើនជាងនឹងតិចផងដែរហើយនាងខ្ញុំបានលួចអំបិលបន្តិចនៅក្នុងម្សៅរបស់យើងជាមួយនឹងដាក់ជាមួយនឹងស្ករសការប្រើស្ករសទៅតាមការចូលចិត្តផ្អែមល្មមឬក៏ចូលចិត្តផ្អែមខ្លាំងដាក់ទៅតាមការចូលចិត្តរបស់បងប្អូនហើយនាងខ្ញុំបានកូរជាមួយនឹងទឹកខ្ទិះបងប្អូនចាយើងដាក់ខ្ទិះដូងណាយើងកូរអញ្ចឹងទៅដល់ពេលកូររៀងរលាយម្សៅបន្តិចនាងខ្ញុំប្រើជាមួយនឹងល្ពៅដែលយើងបានកិនអំបាញ់មិញហ្នឹងដាក់ចូលទៅក្នុងខ្ទិះជាមួយនឹងម្សៅរបស់យើងតែម្ដងត្រង់ចំណុចនេះផងដែរនាងខ្ញុំបានចែកទឹកនំចាក់ច័ន្ទរបស់យើងជាពីររួចហើយបងប្អូនមួយផ្នែកគឺផ្នែកពណ៌សមួយផ្នែកទៀតនឹងខ្ញុំចាក់ជាមួយនឹងល្ពៅកិនរបស់យើងចូលក្រឡុកនៅក្នុងនោះតែម្ដងហើយនេះគឺជាផ្នែកពណ៌សរបស់យើងដែលយើងបានលេងអំបាញ់មិញណាបងប្អូនចាយើងចែកជាពីរឲ្យចឹងទៅហើយទឹកល្ពៅរបស់យើងមួយផ្នែកផងដែរហើយយើងកូរក្រឡុកហ្នឹងកុំភ្លេចច្រោះម្សៅទៀតដើម្បីឲ្យទឹកល្ពៅវាអត់មានកតិចជាម្សៅកតិចអីនៅដុំណាបងប្អូនចាហើយនេះគឺជាផ្នែករៀបពុំបងប្អូនមិនមានពុំដូចរបស់នាងខ្ញុំហ្នឹងយើងអាចចាក់ជាក្នុងចានក្នុងថាសក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនទៅតាមការច្នៃប្រឌិតរបស់បងប្អូនដោយថ្ងៃនេះនាងខ្ញុំប្រើពុំរូបផ្កាហើយនៅពេលដែលយើងរៀបពុំរួចរាល់យើងចាប់ផ្ដើមយកទៅដាក់លើចង្ក្រានដាំទឹកឲ្យវារាងក្តៅរាងពុះចឹងណានាងខ្ញុំមកបានថតត្រង់ចំណុចហ្នឹងជូនបងប្អូនចានៅពេលដែលវាពុះបានល្អហើយយើងចាប់ផ្ដើមចាក់ទឹកចាក់ចានរបស់យើងចូលការចាក់ទឹកចាក់ចានរបស់យើងហ្នឹងយើងអាចប្រើការច្នៃប្រឌិតដូចគ្នាយើងអាចចាក់ពណ៌ណាមុនក៏បានដែរជាមួយសន្ទាប់ចឹងណាបងប្អូនចាហើយដោយសារពុំយើងរាងតូចយើងអាចដាក់បន្តិចអញ្ចឹងផងដែរបើសិនយើងចាក់រៀងច្រើនវាក្រាស់វាអត់ស្មើគ្នាអញ្ចឹងយើងចាក់ពណ៌លឿងបន្តិចអញ្ចឹងទៅបន្ទាប់ពីយើងចាក់ពុំរបស់យើងអស់នៅក្នុងពុំអស់រួចរាល់ហើយយើងគ្របវាមួយឡែកសិនប្រហែលជា4ទៅ5នាទីយើងបើកមកយើងចាក់ម្ដងទៀតគឺចាក់ពណ៌សនេះបងប្អូនគឺចាប់ផ្ដើមចាក់ពណ៌សម្ដងទៀតអញ្ចឹងណាហើយការចាក់នំចាក់ចាន់ហ្នឹងដូចជំរាបបងប្អូនអញ្ចឹងគឺជាភាពច្នៃប្រឌិតរបស់យើងយើងចង់ចាក់ច្រើនជាន់តិចជាន់មួយជាន់ពីរជាន់3ជាន់4ជាន់ទៅតាមបងប្អូនដូចគ្នាគ្រាន់តែពុំថ្ងៃនេះវារៀងតូចចាក់ច្រើនជាន់អត់បានទេយើងចាក់បានតិចអញ្ចឹងណាបាទនំនេះប្រហែលជា4ជាន់តាមដែលនាងខ្ញុំចាំចាពណ៌សហើយពណ៌លឿងហើយពណ៌សពណ៌លឿងពណ៌សចាំបានន័យថា5ជាន់ណាបងប្អូនចាហើយយើងចាក់តិចចឹងផងដែរពេលចាក់ពណ៌សរួចរាល់យើងគ្របចំអិនវាប្រហែលជា4ទៅ5នាទីម្ដងទៀតចឹងណាបងប្អូនចាហើយការចំហុយនំចាក់ចាន់ហ្នឹងនៅគម្របឆ្នាំងយើងត្រូវយកកណាត់យកកម្មាអីចងដូចនេះខ្ញុំធ្វើនេះបងប្អូនចានេះខ្ញុំអត់បានថតច្រឡងចំណុចហ្នឹងជំរាបបងប្អូនចាហើយនៅពេលដែលយើងចង់ដឹងថានំរបស់យើងឆ្អិននៅយើងយកឈើចាក់ថ្មីឬក៏ឈើដែលតូចហ្នឹងយកទៅចាក់មើលទៅបើសិនជាចាក់ទៅចេញទឹកបានថាអត់ទាន់ឆ្អិនទេបើចាក់ទៅវាស្ងួតនៅលើឈើអត់មានចេញមានជាតិទឹកជាតិអីនៅហ្នឹងបានថានំចាក់ចាន់របស់យើងគឺបានឆ្អិនហើយនៅពេលនេះនំចាក់ចាន់របស់យើងបានឆ្អិនរួចរាល់ហើយបងប្អូនចាហើយនៅពេលដែលយើងចង់ដោះពុំនឹងចេញតតែយើងទុកឲ្យត្រជាក់ចាទុកឲ្យប្រហែលជា1ម៉ោង2ម៉ោង3ម៉ោងអីចឹងទៅទុកឲ្យវាចុះត្រជាក់បានល្អទើបយើងអាចដកចេញពីពុំរបស់យើងបានបើសិនជានំនឹងនៅក្តៅអ៊ុនអត់អាចដកឲ្យវាស្អិតនៅជាប់មួយពុំគឺអត់ស្អាតទេចា
บองปอนมันถ้าจะปมมันถ้าจะดักจานจะดักทางให้โดยเนี่ยตัวแต่ตุกนมนึงเอาตระจะบานละอสันเติบยังดอกปิปมปิจานไอเมื่อเตอร์เวลหลงสะอาดหมองบองปอนเนี่ยจังการทวนนมจะจันดบอลนี่ขยมในบานจุ่มจูนบองปอนนั้นคือรุยรอยบองปอนคือแบบนี้พลุเมื่อรู้จึกคือชงานมาละโมเหมือนปลายเป๊กมันซาเปจะมาละโมแต่มาดองจังหนึ่งขยมสมอก้นเยอะหนึ่งจุบเนี้ยในวิดีโอกราวๆติดหน้าบัดซันจะบองปอนมีวิธีแฟโครงการทวนนมจะจันได้คอพลายปีนั่งไอคอมมันในขังกราววิดีโอเรียนบอลเนียงขยมบ้านเยอะหนึ่งจุบเนี้ยในวิดีโอกราวๆติดหน้าออกก้นบ๊ายบาย